ទីបំផុតគាត់ទទួលបានការងារជាគ្រូបង្រៀនប៉ុន្តែខ្ញុំបានបដូរជាឯកសណ្ឋានសាលាមកដល់ថ្នាក់ឈុតនៅចំពោះមុខគាត់គឺពិតជាដូចដែលគាត់រំពឹងទុកក្រុមសិស្សដែលមានបញ្ហានេះបានដឹងថាពួកគេនឹងចូលរួមប្រចាំខែសាកល្បងព្យាយាមទុកសន្លឹកបន្លំនៅគ្រប់ជ្រុងទាំងអស់ពួកគេមិនសូវបានដឹងថាទាំងនេះជាល្បិចដែលបន្សល់ទុកពីការលេងរបស់យុវជននោះទេសាកលវិទ្យាល័យឡុងហ៊ូនេះត្រូវបានគេស្គាល់ថាជាលំយោនៃក្រុមក្មេងទំនើងវាជាអាម៉ារបស់ក្មេងប្រុសក្នុងនាមជាអ្នកវិនិយោគក្មេងទំនើងការយល់ដឹងពីសិស្សទាំងនេះប៉ុន្តែមូលហេតុដែលគាត់ត្រឡប់ទៅអាមៀតវិញដើម្បីសុំតំណែងគ្រូដោយសារតែមានការជូនដំណឹងដោយនាយកសាលាដ៏ស្រស់ស្អាតគាត់បានធ្វើឲ្យសុភមង្គលពេញមួយជីវិតខ្លាចជាលក្ខខណ្ឌព្យាយាមស្វែងរកអ្នកដែលអាចធ្វើបានទេពកោសល្យដែលអាចកែតម្រូវស្មារតីសាលាមិនល្អជាក់ស្ដែងបុរសម្នាក់នេះជាបេក្ខជនស័ក្តិសមបំផុតដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់របស់សិស្សទាំងនេះគាត់បានបង្ហាញពីអត្តសញ្ញាណរបស់គាត់មុនពេលការប្រឡងចាប់ផ្ដើមហើយសិស្សដែលទើបតែលាក់សន្លឹកបន្លំទាំងអស់ត្រូវបានបណ្តេញចេញប៉ុន្តែទោះជាបែបនេះក៏ដោយក៏នៅមានត្រីមួយចំនួនដែលរអិលតាមសំណាញ់មិនយូរប៉ុន្មានរំពេចនោះក៏មានការស្រែកប្រហោយយំនៅខាងក្រៅបន្ទប់ប្រឡងសិស្សកម្ពុជាម្នាក់កំពុងធ្វើរឿងនេះបញ្ជូនចម្លើយទៅមិត្តរួមថ្នាក់នៅក្នុងបន្ទប់ប្រឡងប៉ុន្តែតើនេះអាចគេចផុតពីភ្នែកក្មេងប្រុសដោយរបៀបណាមិត្តរួមថ្នាក់របស់ខ្ញុំឈឺពោះតើអ្នកចង់ឲ្យគ្រូជួយអ្នកទេអត់ទេលោកគ្រូខ្ញុំគ្រាន់តែឈឺពោះខ្ញុំបានរកឃើញអ្នកគ្រប់គ្នាខ្ញុំទៅបង្គន់ឥឡូវនេះឈប់ធ្វើពុតទៅហៅ2 ដងហើយទៅ3 ដងយ៉ាងលឿនតើអ្នកចង់ឲ្យខ្ញុំពន្យល់ដោយរបៀបណាទៀតលោកគ្រូខ្ញុំខុសហើយខ្ញុំនឹងដើរយឺតទៅលើនេះមកទីនេះយល់ទេវាមិនមែនថាខ្ញុំមិនអាចក្បត់បងប្អូនរបស់ខ្ញុំទេអញ្ចឹងកុំបន្ទោសគ្រូថាឆ្លើយវាចម្លែកដែលខ្ញុំបានជ្រើសរើសសម្រាប់សំណួរនេះហើយអ្វីបានជាអ្នកថតជ្រើសរើសអូមិនអីទេបុរសថតថ្មី哎呀怎么胖子答案是选 D 呢哎呀不管了新胖子ទោះជាយ៉ាងណាក៏ដោយទោះបីជាវិធីសាស្ត្រនេះអាចរំខានដល់ការបន្លំរបស់ពួកគេក៏ដោយប៉ុន្តែខ្ញុំមិនអាចរកឃើញវីរបុរសនៅពីក្រោយវាទេដូច្នេះបុរសនោះក៏មានគំនិតមួយផ្សេងទៀតគាត់បានសុំអ្នកស៊ើបអង្កេតម្នាក់ទៀតសុំច្បាប់ចម្លងក្រដាសសាកល្បងទេឆ្លើយសំណួរនៅមុខថ្នាក់ទាំងមូលគ្រូបង្រៀនឆ្លើយសំណួរដោយផ្ទាល់ខ្ញុំអាចទទួលបានយ៉ាងហោចណាស់90ពិន្ទុក្នុងចំណោម100 3វែងនិង1ខ្លីជ្រើសរើសខ្លីបំផុត3ខ្លីនិង1វែងសូមជ្រើសរើសវែងបំផុតតើគ្រូស៊ូកិច្ចពីចម្លើយត្រឹមត្រូវដោយរបៀបណាអូនេះគឺសាមញ្ញពេកហើយគាត់ធ្វើពុតជាឈឺពោះហើយដោយសារគាត់មិនសូវស្គាល់បរិយាកាសសាលាសូមឲ្យអ្នកត្រួតពិនិត្យម្នាក់ទៀតនាំអ្នកទៅបង្គន់មុនពេលចាក់ចេញគាត់ក៏បានបង្ហាញព័ត៌មានដោយចេតនាដែលថាការឃ្លាំមើលត្រូវបានខូចខាតប្រាកដណាស់បុរសនោះទើបតែចាក់ចេញសិស្សក្រីក៏ជាច្រើនអ្នកបាននាំមុខហើយមកវេទិកាដើម្បីចម្លងចម្លើយពួកគេដឹងតិចតួចយុវជនបានឃើញរឿងទាំងអស់នេះយ៉ាងច្បាស់ការដាស់តឿនរបស់ជាវសងលើកនេះបើកភ្នែករបស់ខ្ញុំជាផ្លូវការការប្រុងប្រយ័ត្នរបស់លោកឈៀវលើកនេះពិតជាបើកភ្នែកមើលខ្ញុំណាស់វាមិនមែនជាអ្វីដែលអាចព្យាបាលបានពេញមួយយប់នោះទេមិនក៏ឆាប់បាត់ទៅដរាបណាអ្នកអាចព្យាបាលស្មារតីសាលាបានខ្ញុំគ្រាន់តែចង់សួរអ្នកការភ្ជាប់ពាក្យត្រូវបានបញ្ជាក់សម្រាប់រយៈពេល1 ខែរាប់ការបញ្ជាក់លោកគ្រូហ្វូបូតម្រូវការជាមុនសម្រាប់ការទទួលមរតកគ្រួសារគឺអាពាហ៍ពិពាហ៍ប្រសិនបើគាត់ពិតជាអាចកែម្អស្មារតីសាលាការរៀបការក៏អាចធ្វើទៅបានដែរ福伯អ្នកកំពុងព្យាយាមដោះស្រាយបញ្ហារបស់សាលាវាជាការមិនប្រុងប្រយ័ត្នក្នុងការធ្វើឲ្យសុភមង្គលពេញមួយជីវិតរបស់អ្នកខ្លាចជាលក្ខខណ្ឌមានសិស្សមានបញ្ហាច្រើនពេកនៅក្នុង Ronghua Academy តម្រូវការជាមុនសម្រាប់ការទទួលមរតកគ្រួសារគឺអាពាហ៍ពិពាហ៍ប្រសិនបើគាត់ពិតជាអាចកែម្អស្មារតីសាលាការរៀបការក៏អាចធ្វើទៅបានដែរគឺបូអ្នកនិយាយម្ដងទៀតចប់សាកលវិទ្យាល័យឡុងហ៊ូនេះជាឥទ្ធិពលដ៏អស្ចារ្យរបស់គ្រួសារខ្ញុំមកលើខ្ញុំអ្វីក៏ដោយដែលវាត្រូវការខ្ញុំត្រូវតែធ្វើវាសួស្តីអ្នកទាំងអស់គ្នាដល់ពេលប្រឡងរបស់យើងអ្នកអាចដាក់ក្រដាសរបស់អ្នកឥឡូវនេះញឹមរងចាំលទ្ធផលចេញនៅប្រហែលថ្ងៃទៀតអ្នកនឹងដឹងថាអ្វីដែលអាក្រក់នៅក្នុងពិភពលោកនៅពេលដែលពេលវេលាមកដល់អ្នកម្នាក់នឹងពិនិត្យមើលការការពារឯកជនរបស់អ្នកសិស្សច្បង8នាក់ត្រូវចាប់បានក្នុងបន្ទប់ប្រឡង3ផ្អាកថ្នាក់រៀន3ថ្ងៃសម្រាប់ការអប់រំមនោគមវិជ្ជាតាមច្បាប់សាលាសិស្សទាំងអស់នេះសុទ្ធតែសុចរិតដែលតែងតែអាក្រក់ជាងអ្នកទៅទៀតអ្នកស៊ើបអង្កេតដ៏ល្បីល្បាញ4នាក់ដែលយើងជួលមុនពេលទាំងអស់បរាជ័យក្នុងការវាយប្រហារតើគ្រូណាចាប់បានវាជាគ្រឿងវាសនាថ្មីស៊ូមីងប្រភេទគួរឲ្យចាប់អារម្មណ៍ពិនិត្យមើលផ្ទៃខាងក្រោយរបស់គាត់លទ្ធផល
ផលល្អថ្ងៃនេះមកការិយាល័យខ្ញុំនៅព្រឹកស្អែកលទ្ធផលល្អថ្ងៃនេះ លទ្ធផលល្អថ្ងៃនេះមកការិយាល័យខ្ញុំនៅព្រឹកស្អែក នាងឲ្យខ្ញុំទៅការិយាល័យរកសារនាងនៅព្រឹកស្អែកដើម្បីតាមដានភាពបន្តសូមបងប្អូនជួយចុច follow page admin និង share វីដេអូនេះម្នាក់មួយផងសូមអរគុណ